ព្រះគម្ពីរលោកុបាទជំពូក10ខ1ដល់ខ32ក្រោយពីគ្រាទឹកជន់លិចមកនោះពួកកូនណូអែបានបង្កើតកូនតទៅឯបញ្ជីដំណរវងពីស៊ីមហាំនិងយ៉ាផែតជាកូនគាត់នោះគឺដូច្នេះឯកូនរបស់យ៉ាផែតគឺកូមើម៉ាកុកម៉ាដាយយ៉ាវ៉ានទូបាម៉ែសេកនិងទីរ៉ាកូនរបស់កូមើគឺអសខ្នាស់រីផាតនិងតូកាម៉ាកូនរបស់យ៉ាវ៉ានគឺអេលីសាតាស៊ីសពួកគីទីមនិងពួកដូដានីមគឺពួកអ្នកទាំងនោះហើយដែលបានបែកទៅនៅក្នុងអស់ទាំងកោះរបស់នគរទាំងប៉ុន្មានតាមស្រុកតាមភាសាតាមគ្រួហើយតាមនគររបស់គេឯកូនរបស់ហាំគឺកូតមីស្រ៉េមពូតនិងកាណានកូនរបស់គូសគឺសេបាហាវីឡាសាប់តារ៉ាម៉ានិងសាប់តេកាកូនរបស់រ៉ាម៉ាគឺសេបានិងដេដានគូសក៏បង្កើតនីមរុនអ្នកនោះចាប់តាំងមានអំណាចនៅផែនដីគាត់ជាព្រានព្រៃខ្លាំងពូកែនៅចំពោះព្រះយេហូវ៉ាបានជាមានពាក្យប្រៀបថាដូចជានីមរុនជាព្រានព្រៃខ្លាំងពូកែនៅចំពោះព្រះយេហូវ៉ាដើមនគររបស់គាត់នោះគឺបាបិលអេរ៉េកអាកាននិងកាល់ណេជាទីក្រុងដែលនៅស្រុកស៊ីណាគឺពីស្រុកនោះហើយដែលគាត់ចេញទៅដល់ស្រុកអាសាក៏សង់ទីក្រុងនីនីវេរេហូបោតកាឡាស់និងរេសែនដែលនៅកណ្ដាលនីនីវេនិងកាឡាស់ឯទីក្រុងនោះធំណាស់មីស្រ៉េមគាត់បង្កើតពួកលូឌីមពួកអូណាមីមពួកលេហាប៊ីមពួកណាប់ធូហ៊ីមពួកបាទូស៊ីមពួកកាសលូហ៊ីមដែលពួកភីលីស្ទីនកើតពីពួកនោះមកហើយពួកកាប់ថៅរីមឯកាណានគាត់បង្កើតស៊ីដូនជាកូនច្បងនិងហេតដែរព្រមទាំងពួកយេបូសពួកអាម៉ូរីពួកកើកាស៊ីពួកហេវីពួកអឺគីពួកស៊ីនីពួកអឺវ៉ាឌីតពួកសេម៉ារីតនិងពួកហាម៉ាធីតរួចក្រោយមកអស់ទាំងគ្រួពួកកាណានក៏បែកគ្នាសុសសាយឯព្រំស្រុកនៃពួកកាណានគឺចាប់តាំងពីស៊ីដូនទៅខាងកេរ៉ាហើយតាមកាសាទៅខាងសូដុំកូម៉ូរ៉ាអាតម៉ានិងសេបោរហូតដល់ឡាសានោះហើយជាពូជហាំតាមគ្រួតាមភាសានិងអស់ទាំងស្រុកនិងនគររបស់គេឯស៊ីមដែលជាឪពុកនៃពួកកូនចៅហេបឺហើយជាបងយ៉ាផែតនោះក៏មានកូនដែរឯកូនរបស់ស៊ីមគឺអេឡាំអាសាអឺបាសាតលូតនិងអឺរ៉ាមកូនរបស់អឺរ៉ាមគឺអូសផុលកេធើនិងម៉ាស់អឺបាសាតគាត់បង្កើតសេឡាហើយសេឡាបង្កើតហេបឺនោះបង្កើតបានកូនប្រុសពីរមួយឈ្មោះផាលេកបិទនៅជាន់អ្នកនោះផែនដីបានបែកគ្នាហើយប្អូនគាត់ឈ្មោះយុគឋានឯយុគឋានគាត់បង្កើតអាម៉ូដាតសេឡេបហាសាម៉ាវេតយ៉ារ៉ាហាដូរ៉ាមអូសាឌីក្លាអូបាអូប៊ីមេសសេបាអូភៀហាវីឡានិងយូបាប់នោះសុទ្ធតែជាកូនរបស់យុគឋានឯទីលំនៅរបស់គេគឺចាប់តាំងពីមេសាទៅខាងសេផាជាភ្នំដែលនៅខាងកើតនោះហើយជាពួកកូនរបស់ស៊ីមតាមគ្រួតាមភាសាតាមអស់ទាំងស្រុកនិងនគររបស់គេនោះសុទ្ធតែជាគ្រួទាំងប៉ុន្មានរបស់ពួកកូនចៅណូអែតាមពូជដំណរនៅនគរគេគឺជាពួកអ្នកទាំងនោះហើយដែលបានបែកខ្ញែកគ្នាចេញទៅជាសាសផ្សេងៗនៅផែនដីក្រោយទឹកជន់លិច